អនុញ្ញាតគ្រប់ជម្រាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរជាទីគោរពនិងជាទីរាប់អានជួបគ្នាជាមួយនឹងខ្ញុំបានខាត់ស្តង់ដារទៀតហើយតាក់ទងទៅនឹងព័ត៌មានជាតិនិងអន្តរជាតិថ្មីក្នុងដៃលោកនេះពុកម៉ែបងប្អូនបាននៅពេលមុននេះបានតែម្ដងខ្ញុំសូមលំអិតព័ត៌មានជូនគឺថាបន្ទាប់ពីថៃបើកការវាយប្រហារមកលើទឹកដីកម្ពុជាក្រសួងអប់រំបង្ហាញរូបភាពរណ្ដៅក្របផ្លោងដែលយោធាថៃបាញ់ចូលសាលាបឋមសិក្សាបោះធំនៅក្នុងស្រុកបន្ទាយអំពិលចម្ងាយមានចម្ងាយតែ10ម៉ែត្រប៉ុណ្ណោះពីរោងបាយរបស់សិស្សានុសិស្សក្រសួងអប់រំយុវជននិងកីឡានៅរសៀលថ្ងៃទី8ខែធ្នូឆ្នាំ2025នេះបានបើកបង្ហាញរូបភាពរណ្ដៅក្របផ្លោងដែលយោធាថៃបាញ់ធ្លាក់ចូលក្នុងសាលាបឋមសិក្សាបោះធំស្ថិតនៅឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តបន្ទាយមានជ័យមានកាលពីព្រឹកថ្ងៃច័ន្ទទី8ខែធ្នូឆ្នាំ2025នេះមានចម្ងាយ10ម៉ែត្រពីរោងបាសិសហូបបាយអញ្ចឹងពុកម៉ែបងប្អូនខ្ញុំសូមលំអិតបន្ថែមបាទទៀតតកតងទៅនឹងប្រជាពលរដ្ឋខ្មែរយើងគឺមានបាត់បង់ជីវិតនិងមានរបួសធ្ងន់បន្ទាប់ពីថៃបានបើកការបាញ់ប្រហារចូលទឹកដីកម្ពុជាទាំងកំរោលនៅពេលមុននេះរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជាបានទម្លាយក៏ដូចជាបញ្ជាក់អំពីព័ត៌មានបឋមពលរដ្ឋខ្មែរ4នាក់បានបាត់បង់ជីវិតនិងមនុស្ស9នាក់រងរបួសនៅខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដោយសារការបាញ់ប្រហាររបស់ថៃនេះបើតាមរបាយការណ៍បឋមផ្សព្វផ្សាយដោយលោកណេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់កំពុងតែភៀសខ្លួនបាទចម្លៀសខ្លួនអញ្ចឹងពុកម៉ែបងប្អូននេះគឺជាព័ត៌មានពិតថៃបានឈ្លានពានទឹកដីកម្ពុជាបាទមិនមែនព័ត៌មានប្រឌិតទេណាសូមជម្រាបនេះគឺជាព័ត៌មានពិតពុកម៉ែបងប្អូនថៃនៅតែបំពៀបំពៀនមកលើទឹកដីកម្ពុជាម្ដងជាពីរដងយើងឃើញទាំងអស់គ្នាមិនមែនខ្ញុំចេះតែនិយាយទេយើងមើលឃើញនឹងភ្នែកថាថៃពិតជាបានឈ្លានពានទឹកដីកម្ពុជាយ៉ាងពិតប្រាកដថៃមិនគោរពបទជប់បាញ់ថៃមិនគោរពសហរដ្ឋអាមេរិកណាថៃប្រើទាំង S-16 របស់សហរដ្ឋអាមេរិកថែមទៀតដើម្បីបើកការបាញ់ប្រហារមកលើបានទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចំណុចទាំងអស់នេះហើយគឺជារឿងរ៉ាវមួយដែលដាស់តឿនដល់កូនខ្មែរយើងចំនួនក្រោយឲ្យភ្ញាក់រលឹកបានឡើងអំពីការដឹងខ្លួនបាទថាគេនៅតែចិញ្ចឹមចិត្តចង់យកទឹកដីយើងចង់យកផ្ទះសម្បែងយើងចង់យកដីស្រែចម្ការភូមិឋានយើងបើយើងមិនខ្លាំងអញ្ចឹងយើងត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងយើងត្រូវតែណាប្រឹងប្រែងក្នុងការបណ្ដុះបាទនៅធនធានបាទមនុស្សគេហៅថាកោសិកាសង្គមដែលមានគុណភាពបាទយើងឃើញមករយៈពេលចុងក្រោយនេះបងប្អូនចំនួនក្រោយក្មួយចំនួនក្រោយគឺគាត់អត់ខ្វល់ខ្វាយអំពីបញ្ហាជាតិទេគាត់បញ្ហាតែរឿងរ៉ាវសបាយបាទការដើរហើរផឹកស៊ីរំរែកតាមបណ្ដាក្លឹបផ្សេងគាត់មិនខ្វល់ខ្វាយទេអត់តន់ដល់ផ្ទះគាត់គេអត់តន់បាញ់ដល់ផ្ទះគាត់អញ្ចឹងគាត់អត់ខ្វល់ខ្វាយទេណាកុំកើតជំងឺនឹងឡើងមកណាទោះជាមិនតន់ដល់ផ្ទះយើងក៏ដោយយើងត្រូវតែពូតដៃគ្នាយើងត្រូវតែគ្រប់គ្រងគ្នាដើម្បីអីដើម្បីកម្ពុជាខ្លាំងបើយើងមិនខ្លាំងគឺចប់ពុកម៉ែបងប្អូនណាគឺបែបហ្នឹងបាទគឺយើងត្រូវតែខ្លាំងជាចាំបាច់ពុកម៉ែបងប្អូនមិនមែនជារឿងលេងសើចទេបាទមិនមែនជារឿងលេងសើចទេហើយខ្ញុំនៅតែទទូចហើយទទូចទៀតឲ្យប្រជាពលរដ្ឋយើងឈប់ប្រើប្រាស់ផលិតផលរបស់ថៃជាចាំបាច់ទី1ទី2រាល់មុខទំនិញទាំងអស់របស់ថៃទៅថ្ងៃអនាគតក៏ខ្ញុំមិនប្រើប្រាស់តទៅទៀតដែរគឺប៉ុណ្ណឹងឥឡូវនេះប្រជាពលរដ្ឋបាទពិសេសអាណត្តិក្មេងៗតូចបាទសិស្សានុសិស្សកំពុងតែរៀនគេបាញ់គ្រាប់ផ្លោងធ្លាក់បាទចូលទៅក្នុងសាលារៀនបាទដែលកំពុងតែសិក្សាហ្នឹងបាទ10ម៉ែត្រពីរោងបាយរបស់សិស្សានុសិស្សក្មេងៗតូចណាក្មួយមិនដឹងជាពួកគាត់នឹងភ័យស្លោបែបណាពុកម៉ែបងប្អូនមិនដឹងជាពួកគាត់មានអារម្មណ៍បែបណាថៃមិនមានសារជាតិជាមនុស្សទីណាបាញ់គេទាំងដែលគេមិនតបតធ្វើទុកបុកម្នេញទេគេទាំងដែលគេមិនមាន
ចិត្តចង់ឆ្លៀនពៀនទៅកាន់ទឹកដីនៃប្រទេសថៃហើយយើងឃើញទាំងអស់គ្នានេះគឺជាព័ត៌មាននៅថ្ងៃទី8ខែធ្នូ2025ពុកម៉ែបងប្អូននេះគឺជាព័ត៌មានក្តៅកគុកតែម្ដងហើយយើងចាំតាមដានបន្តទៅទៀតចាំមើលថាតើមានហេតុការណ៍អ្វីអាប់ដេតបន្តទៀតពិសេសនៅអូស្មាច់បាននៅខាងឧត្តមមានជ័យបន្ទាយមានជ័យព្រះវិហារគឺយើងឃើញទាំងអស់គ្នានៅពុកម៉ែបងប្អូនហើយបណ្ដាញសារព័ត៌មានពិភពលោកក៏គេបានចុះផ្សាយដែរមិនមែនចុះផ្សាយអីតែកម្ពុជាទេនៅបណ្ដាញសារព័ត៌មាន Reuters បាទ Reuters បាទ Al Jazeera CNN បាទ BBC ABC News បាទបណ្ដាញសារព័ត៌មាន The Golden បាទបណ្ដាញសារព័ត៌មាន Nikkei Asia បាទបណ្ដាញសារព័ត៌មានជាច្រើនទៀតនៅជុំវិញពិភពលោកគេបានចុះផ្សាយនិងលាតត្រដាងថាថៃពិតជាបានឈ្លានពានដែនអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងពិតប្រាកដមែនណាពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូននៅគាំទ្រទៀតទេផលិតផលថៃខ្ញុំសួរណាបងប្អូនគាំទ្រឲ្យគេរកស៊ីចំណេញពីប្រជាពលរដ្ឋខ្មែរយកទៅទិញសភាវុធដល់ទំនើបដូចជាយន្តហោះចម្បាំងបាទ A16 យន្តហោះចម្បាំង Gripen ប្រព័ន្ធការពារគ្រាប់រ៉ុកែតមកពីអ៊ីស្រាអែលណាគ្រាប់បែកតិចយកមកពីអ៊ីស្រាអែលដ្រូនអត្តឃាតដ្រូនឆ្លប់យកការដ្រូនប្រយុទ្ធបាទផ្សេងទៀតទេគាំទ្រទេឆ្ងាញ់ខ្លាំងទេបាទអាផលិតផលថៃហ្នឹងខ្ញុំនៅតែនិយាយដដែលដរាបណាមាត់ខ្ញុំនៅបើកខ្ញុំនៅតែនិយាយហើយនិយាយទៀតថាមិនគួរគាំទ្រផលិតផលថៃទេដូចចិញ្ចឹមខ្លាពេលដែលខ្លាធំថ្ងៃណាមួយដែលដាច់ចំណៃខ្លានឹងលេបត្របាក់យើងនឹងខំយើងបាទដូចចិញ្ចឹមកពើអញ្ចឹងពុកម៉ែបងប្អូនបាទដូចចិញ្ចឹមកពើអញ្ចឹងណាថៃគឺជាសត្វក្រពើមូលហេតុអីបាទនិយាយអំពីអតីតកាលថៃក៏ធ្លាប់សុំជ្រកកោននៅលើទឹកដីកម្ពុជាដែរបាទទឹកដីអាណាចក្រខ្មែរដែរក៏ប៉ុន្តែថៃវាលេបត្របាក់ខេត្តរបស់យើង37ខេត្តមិនឆ្អែតវាចង់យកតំន់តូចតំន់ធំតាក្របីនិងព្រះវិហារថែមទៀតនេះគឺជាសន្តានចៅស៊ូពូជពុកម៉ែបងប្អូនបាទសន្តានចៅតពូជនេះគឺជាការពិតមិនមែនរឿងប្រឌិតអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបានតាក់ទងទៅនឹងរឿងរ៉ាវនេះប្រជាពលរដ្ឋខ្មែរបានបាត់បង់ជីវិតចំនួន4នាក់របួសធ្ងន់9នាក់ហើយកំពុងភៀសខ្លួនបាទជម្លៀសខ្លួនចេញពីតំបន់ក្តៅហ្នឹងគឺរាប់ម៉ឺននាក់ឯណោះហើយយើងចាំអាប់ដេតព័ត៌មានបន្តទៀតជូនទៅដល់ពុកម៉ែបងប្អូនថាតើប្រជាពលរដ្ឋខ្មែរយើងប៉ុន្មានអ្នកទៀតដែលបានបាត់បង់ជីវិតយើងចាំតាមដាននិងរបួសប៉ុន្មានទៀតហើយខាងភាគីថៃក៏មិនមានរបាយការណ៍ដែរដោយសារតែកម្ពុជាមិនទាន់ធ្វើការតបតទៅកាន់ភាគីថៃនៅឡើយទេជាចុងក្រោយបាទសូមជម្រាបលាបាទ